ដុំថ្មប៉ុណ្ណឹងនឹងហើយឥឡូវហ្នឹងគឺយើងលក់បានលុយប៉ុណ្ណេះឥឡូវពុកម៉ែបងប្អូនចង់ដឹងអត់ថាមាសដែលខ្ញុំបុកយកចេញពីថ្មប្រហែលដុំហ្នឹងតើបានប្រហែលហ៊ុនប្រហែលជីទើបបានលុយប៉ុណ្ណឹងនឹងហើយតោះឥឡូវទៅមើលទាំងអស់គ្នានឹងហើយវីដេអូមុនហ្នឹងគឺខ្ញុំបានបង្ហាញពីការបុករ៉ែរួចហើយអញ្ចឹងវីដេអូនេះគឺតពីវីដេអូមុនអញ្ចឹងគឺជាវីដេអូភាគ2នឹងហើយគឺជាវីដេអូភាគ2ដែលខ្ញុំបង្ហាញពីរ៉ែប្រហែលដុំដែលខ្ញុំបុកហ្នឹងណាឥឡូវយើងមកមើលមាសដែលចម្រាញ់ចេញពីដុំថ្មនឹងហើយពីការបុកថ្មនឹងទៅមើលទាំងអស់គ្នាថាតើមាសនៅក្នុងថ្មនឹងតើវាមានចំនួនប្រមាណហ៊ុនប្រមាណជីនឹងហើយដោយសារតែបងប្អូនអរគ្នាដោយសារតែអត់បានតវីដេអូពីម្សិលមិញហ្នឹងគឺដោយសារតែរវល់ពេកហ្នឹងហើយរវល់ហើយណាមួយក៏អត់មានពេលកាត់បញ្ចូលសំឡេងណាដោយសារតែរវល់ខ្លាំងពេកតាមពិតទៅខ្ញុំត្រូវផុសទាំងពីម្សិលមិញវីដេអូហ្នឹងប៉ុន្តែដោយថាអញ្ចឹងគឺអត់មានពេលអញ្ចឹងទើបមានពេលថ្ងៃនេះបន្តិចគឺខ្ញុំឆ្លៀតមកបញ្ចូលសំឡេងឲ្យពុកម៉ែបងប្អូនអរគ្នាបានមើលអញ្ចឹងបងប្អូននៅគាត់បានមើលវីដេអូភាគ1មុនហើយមែនអត់ហ្នឹងហើយអ្នកខ្លះក៏បានមើលអញ្ចឹងបើអ្នកខ្លះក៏អត់ទាន់មើលអាចចូលទៅមើលវីដេអូភាគ1បាននៅក្នុង page របស់ខ្ញុំអញ្ចឹងអានេះគឺជាវីដេអូតពីភាគ2កន្លែងហ្នឹងគឺយើងបុករួចហើយប៉ុន្តែឥឡូវគឺយើងយកវាមករែងម្ដងណានេះគឺជាការរែងលើកទី1ហ្នឹងហើយអញ្ចឹងដីហ្នឹងគឺយើងរែង3ដងពុកម៉ែបងប្អូនអរគ្នាហ្នឹងហើយអញ្ចឹងអានេះគឺជាការរែងលើកទី1គឺយើងបានមាសប៉ុណ្ណេះនេះចាំខ្ញុំឲ្យពុកម៉ែបងប្អូនអរគ្នាហ្នឹងហើយមើលឲ្យច្បាស់គឺជាមាសដែលយើងរែងលើកទី1ហ្នឹងហើយអញ្ចឹងដីហ្នឹងគឺយើងអត់រែងទាំងអស់ទេច្រឡំពុកម៉ែបងប្អូនគឺរ៉ែគឺយើងរែងម្ដងអត់អស់ទេហ្នឹងហើយគឺយើងត្រូវចាប់រែង3ដងអញ្ចឹងនេះគឺជាការរែងលើកទី1គឺយើងបានមាសប៉ុណ្ណឹងហ្នឹងហើយរួមទៅគឺមាសគឺចេញពីរ៉ែគឺរូបរាងបែបហ្នឹងឯងពុកម៉ែបងប្អូនណាដោយសារតែមាសចេញពីរ៉ែវាមានអាម៉ត់មានអាក្រើមអញ្ចឹងណាដោយសារតែខ្ញុំខ្ជិលឲ្យបងប្អូនអរគ្នាមើលយូរពេកដោយសារតែវីដេអូហ្នឹងវាវែងអញ្ចឹងខ្ញុំកាត់បញ្ចូលគ្នាបដ ாய் ទៅកន្លែងនេះគឺយើងសរុបចូលគ្នាគឺយើងរែង3ឆ្នាំងហើយគឺយើងសរុបយកមកចូលគ្នាតែមួយអញ្ចឹងឆ្នាំងដែលបងប្អូនកំពុងតែមើលនេះអាហ្នឹងគឺជាឆ្នាំង3យើងសរុបចូលតែមួយហ្នឹងហើយទៅមើលយើងទៅមើលទាំងអស់គ្នាថាយើងរែង3ដងហ្នឹងតើឥឡូវមាសហ្នឹងគឺបានប៉ុណ្ណាណាអញ្ចឹងអាឆ្នាំងហ្នឹងគឺយើងសម្រាំងចូលគ្នាទាំងអស់យើងរែង3ដងហ្នឹងហើយយើងរែង3ដងហើយយើងយកមកចាក់ចូលគ្នាឥឡូវយើងរងចាំមើលនឹងរងចាំមើលថាមាសហ្នឹងគឺបានប៉ុណ្ណាហើយយើងយកទៅលក់ហ្នឹងតើបានចំនួនមាសប្រមាណហ៊ុនប៉ុន្មានជីនឹងហើយដោយសារតែមានបងប្អូននឹងគាត់ចង់ដឹងនឹងហើយចង់ដឹងថាមាសដែលខ្ញុំបង្ហាញកាលវីដេអូមុនហ្នឹងតើពេលដែលយើងបុកហើយហ្នឹងតើសាច់មាសហ្នឹងតើវាមានចំនួនប៉ុណ្ណាអញ្ចឹងវីដេអូនេះគឺជាវីដេអូភាគបញ្ចប់ហើយណាពុកម៉ែបងប្អូនណាគឺជាវីដេអូភាគបញ្ចប់ហើយដែលយើងអាចដឹងថាមាសហ្នឹងគឺបានប៉ុណ្ណាប៉ុណ្ណីហើយនឹងហើយឥឡូវពុកម៉ែបងប្អូនអរគ្នានឹងឲ្យរងចាំមើលបន្តិចដោយសារតែយើងត្រូវសម្រាំងយកឲ្យស្អាតល្អនឹងហើយអញ្ចឹងមាសដែលយើងចម្រាញ់ចេញពីដុំរ៉ែនឹងហើយគឺយើងត្រូវធ្វើការសម្អាតវាឲ្យស្អាតល្អពីព្រោះមាសដែលយើងបុកចេញពីរ៉ែអញ្ចឹងវាមានកតិចថ្មនឹងហើយកតិចដែកវានៅជាប់ជាមួយនឹងកតិចមាសរបស់យើងអញ្ចឹងមុននឹងយើងសម្រាំងវាយើងត្រូវឆ្លីវាសម្អាតវាឲ្យស្អាតល្អនឹងហើយបានយើងយកវាទៅដុតរំលាយបានអញ្ចឹងណានឹងហើយដោយសារតែមាសដែលយើងយកចេញពីក្នុងរ៉ែគឺវាបែបហ្នឹងឯងពុកម៉ែបងប្អូនណារួមទៅគឺវារាំងយូរដែរពុកម៉ែបងប្អូនអរគ្នាហ្នឹងហើយនេះជាមាសដែលយើងដំចេញបុកចេញពីដុំរ៉ែអញ្ចឹងគឺយើងបានប៉ុណ្ណេះហើយឥឡូវយើងរងចាំមើលទាំងអស់គ្នាថាមាសហ្នឹងគឺពេលដែលយកទៅថ្លឹងហ្នឹងបានចំនួនប៉ុណ្ណាឥឡូវនេះគឺយើងអត់ទាន់ហើយទេពុកម៉ែបងប្អូនអរគ្នាហ្នឹងហើយបន្ទាប់ពីយើងសម្រាំងបានឃើញមាសប៉ុណ្ណេះហើយគឺខ្ញុំថតឲ្យពុកម៉ែបងប្អូនអរគ្នាមើលឲ្យច្បាស់សិនហើយបន្តិចទៀតគឺខ្ញុំនឹងយកមាសហ្នឹងទៅដុតរំលាយហើយគឺយកទៅថ្លឹងឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានមើលហើយកន្លែងនេះគឺខ្ញុំឲ្យពុកម៉ែបងប្អូនអរគ្នាមើលរៀងយូរហ្នឹងហើយឲ្យមើលឲ្យរៀងច្បាស់សិនណាហ្នឹងហើយចឹងគឺមាសគឺរូបរាងបែបហ្នឹងឯងថ្មដែលយើងឲ្យពុកម៉ែបងប្អូនអរគ្នាមើលពីមុនហ្នឹងគឺបានមាសប៉ុណ្្នឹងឯងហ្នឹងហើយអញ្ចឹងនៅតែចំនួនចង់ដឹងថាចំនួនមាសហ្នឹងតើបានប៉ុណ្ណាហ្នឹងហើយឥឡូវយើងរៀបចំចាក់ដាក់ការទឹកសិនហ្នឹងហើយយើងរៀបចំដាក់ការនៅក្នុងចាក់ដាក់ក្នុងការហើយគឺយើងយកទឹកបារត
នៅក្នុងដបទឹកសុទ្ធហ្នឹងអាហ្នឹងគឺជាទឹកបរតហ្នឹងហើយគឺយើងយកមកចាក់នៅក្នុងការទឹកហ្នឹងបោយទឹកហ្នឹងហើយយើងយកមកចាក់ហើយគឺយើងយកវាកូរចុះកូរឡើងហ្នឹងដើម្បីឲ្យមាសហ្នឹងគឺវាចាប់គ្នាល្អអញ្ចឹងណាហ្នឹងហើយអញ្ចឹងវិធីនៃការយកមាសហ្នឹងគឺវាមិនងាយស្រួលទេពុកម៉ែបងប្អូនណាគឺវាមានផលពិបាកវារាំងយូរដែរវារាំងពិបាករាំងយ៉ាប់ដែរណាតែបើសម្រាប់អ្នកចេះដូចពួកខ្ញុំអញ្ចឹងគឺវាជារឿងធម្មតាទេប៉ុន្តែបើពុកម៉ែបងប្អូនដែលគាត់អត់ចេះហ្នឹងគឺវារាំងពិបាកនឹងរាំងពិបាកខ្លាំងណាហ្នឹងហើយអញ្ចឹងបន្ទាប់ពីយើងដាក់ទឹកបរតចូលក្នុងនឹងហើយគឺយើងត្រូវពូតនឹងកណាត់បែបនេះគឺយើងចាក់នឹងកណាត់បែបហ្នឹងហើយគឺយើងពូតវានឹងឲ្យដើម្បីយកមាសឥឡូវហ្នឹងមាសរបស់យើងគឺចាប់ផ្ដើមនឹងឲ្យចេញរូបរាងឲ្យពុកម៉ែបងប្អូនណាប៉ុន្តែដោយសារតែយើងពូតជាមួយនឹងទឹកបរតអញ្ចឹងគឺមាសគឺវានៅពណ៌សនៅឡើយទេចាំពេលដែលយើងដុតហើយមាសហ្នឹងគឺវានឹងក្រហមហើយអញ្ចឹងតិចទៀតពុកម៉ែបងប្អូននឹងបានឃើញហើយថាមាសហ្នឹងមានចំនួនប្រមាណហ្នឹងហើយឥឡូវនេះគឺយើងចាប់ផ្ដើមនឹងឲ្យយើងពូតស្អាតហើយនេះឃើញអត់ពុកម៉ែបងប្អូនអរគ្នានឹងឲ្យមាសដែលយើងបុកចេញពីដុំរ៉ែគឺបានប៉ុណ្ណឹងប៉ុន្តែអត់ទាន់ហើយទេយើងនៅយកទៅដុតទៀតនឹងហើយដោយសារតែការដុតវារាំងយូរពេកខ្ញុំកាត់មកដាក់កន្លែងថ្លឹងឲ្យពុកម៉ែបងប្អូនអរគ្នាបានមើលបដ ாய் ទៅនេះចំនួនមាសរបស់យើងគឺបានជិត8ហ៊ុនដែរណាគឺបាន7ហ៊ុន8លី 5C អញ្ចឹងបងប្អូនគិតមើលថាបានលុយប៉ុណ្ណានឹងហើយដោយសារតែមាសខាងខ្ញុំលក់បានមួយជី90ហើយ1លាន90ណាលើបងប្អូនគិតមើលថាបានលុយប៉ុណ្ណាអញ្ចឹងវីដេអូខ្ញុំគឺបញ្ចប់តែត្រឹមនឹងហើយអរគុណសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំតាំងពីដំបូងរហូតដល់ចប់នឹងហើយអរគុណច្រើន